តែពេលទទួលនេះគឺមានកំណត់ពេលវេលាឲ្យច្បាស់លាស់ណាថាថតពេលណាពីណីហ្នឹងគេប្រងសុំមេសិនថាសុំឲ្យថតមួយថ្ងៃពីរថ្ងៃសិនបានបើមេអនុញ្ញាតពួកខ្ញុំនឹងចាប់ផ្ដើមថតរឿងហ្នឹងអាចថតមុនស៊ីហ្គេមឬក្រោយស៊ីហ្គេមខ្ញុំចង់ឲ្យថតក្រោយស៊ីហ្គេមព្រោះយើងឡូវកំពុងចិត្តខិតមែនទែនខំប្រកាសយើងបាទតែប្រហែលទៀតដល់ហើយសារមួយខែតិចតួចដល់មួយខែទេបើសិនជាចាប់ទៅយើងស្រួលអត់ទៅអារម្មណ៍យើងរាល់ថ្ងៃយើងអារម្មណ៍បដោតទៅលើហាត់យើងនឹងថតទៀតដល់ឡៃទៀតចុះយើងគ្រាន់តែវាយបុកទៅពេលថតរឿងមិនដែរណាអាចយើងអាចគិតទៅដែរតែជាពិបាកហើយឬក៏មិនដែរដឹងអីបងរឿងពិបាកដោយសារយើងរៀងរឹងអញ្ចឹងប៉ុន្តែគាត់បើសិនជាថតរឿងសម័យបើឲ្យទៅត្រូវរសាច់ឈាមយើងខ្មៅច្បល់ហេដុំផ្សេងដុំហើយរូបរាងដូចលោកមីតកអីចឹងយើងក៏ប្រហែលជាលះត្រូវបងហើយខ្ញុំស្រឡាញ់ប្រវត្តិលោកតាខ្លាំងមួយខ្លាំងមែនទែនគឺគាត់បូជាជីវិតដើម្បីកាន់យកខ្មោចមកដើម្បីប្រទេសជាតិគឺល្អខ្លាំងមែនទែនបាទចង់ឲ្យមេញគាត់ត្រូវស្រឡាញ់ដូចគាត់ចឹងតែខ្ញុំទាំងគេទាំងបងប្អូនហ្នឹងបាទអូខេទៅវាថែមដូចជាច្រើនហើយខ្ញុំចង់ឲ្យថតក្រោយស៊ីហ្គេមព្រោះយើងឡូវកំពុងចិត្តខិតមែនទែនខំប្រកាសយើងបាទតែប្រហែលទៀតដល់ហើយសារមួយខែតិចតួចដល់មួយខែទេបើសិនជាចាប់ទៅយើងស្រួលអត់ទៅអារម្មណ៍យើងរាល់ថ្ងៃយើងអារម្មណ៍បដោតទៅលើហាត់យើងនឹងថតទៀតដល់ឡៃទៀតចុះយើងគ្រាន់តែវាយបុកទៅពេលថតរឿងមិនដែរណាអាចយើងអាចគិតទៅដែរតែជាពិបាកហើយឬក៏មិនដែរដឹងអីបងរឿងពិបាកដោយសារយើងរៀងរឹងអញ្ចឹងប៉ុន្តែគាត់បើសិនជាថតរឿងសម័យបើឲ្យទៅត្រូវរសាច់ឈាមយើងខ្មៅច្បល់ហេដុំផ្សេងដុំហើយរូបរាងដូចលោកមីតកអីចឹងយើងក៏ប្រហែលជាលះត្រូវបងហើយខ្ញុំស្រឡាញ់ប្រវត្តិលោកតាខ្លាំងមួយខ្លាំងមែនទែនគឺគាត់បូជាជីវិតដើម្បីកាន់យកខ្មោចមកដើម្បីប្រទេសជាតិគឺល្អខ្លាំងមែនទែនបាទចង់ឲ្យមេញគាត់ត្រូវស្រឡាញ់ដូចគាត់ចឹងតែខ្ញុំទាំងគេទាំងបងប្អូនហ្នឹងបាទអូខេទៅវាថែមដូចជាច្រើនហើយនោះមានកាយទៅថតសាមហ្នឹងបង